siêu bao សម្បីតែលេងលេខក៏មកយឺតដែរ bà sum to bà choប្រជុំទៅមកយើង ប៉ារបស់ឯងគឺបែបហ្នឹងហើយតែត្រូវយកការងារជាសំខាន់គ្មានម្ដងណាដែលរើសយកពួកយើងមិនទេ អូនគិតថាបងចង់លេងលះណាមែនទេអូនមិនស្ដាយក្រោយទេមែនទេ ក្នុងវចនាក្រមរបស់ចាំងស៊ឺឈីគ្មានពាក្យថាស្ដាយក្រោយទេប៉ា ចាំងស៊ឺឈីខ្ញុំនឹងឲ្យនាងបងប្រាក់ សួស្ដីមកសភាការងារក្រុមហ៊ុនរបស់យើងមករើបុគ្គលិកដែលមានកូនទេ លោកប្រធានមកដល់ហើយចាប់ពីថ្ងៃនេះតទៅម្ដាយដែលមានកូនអាចធ្វើការនៅទីនេះបាននាងសម្ភារជាប់ហើយ នេះមានតែតំណជាមួយលោកប្រធានគាត់ជាអតីតប្តីរបស់ខ្ញុំអតីតប្តីលោកប៉ាមិនបាននិយាយថាលេងលេងជាមួយអ្នកម៉ាក់ទេព្រោះតែលោកប៉ាចង់ផ្ដល់កិត្តិយសឲ្យអ្នកម៉ាក់ហើយបានជាលោកប៉ាជួយដល់អ្នកម៉ាក់ កូនដឹងដែរទេថាការធ្វើការក្រៅម៉ោងលំបាកប៉ុណ្ណានោះ ពិបាកមនុស្សមាត់រឹងបើអញ្ចឹងលោកប៉ាចង់ធ្វើអីក៏ធ្វើចាស់តាមពិតលោកលីចង់សងសឹកជាមួយនឹងចាំងស៊ីឈីមានន័យថាមនុស្សបែបគ្នាគឺជាសត្រូវនឹងគ្នាខ្ញុំនឹងជួយលោកលីមករៀនមេរៀនដល់នេះមានរឿងអីកើតឡើងចំពោះការវិភាគនេះហេតុអីខ្ញុំត្រូវធ្វើការចុងសប្តាហ៍ យ៉ាងស៊ីឈីចាប់ពីថ្ងៃនេះទៅខ្ញុំគឺជាអ្នកមើលការខុសត្រូវការកំណត់ម៉ោងការធ្វើការរបស់នាងតាកូនប៉ានឹងនាំកូនទៅលេងសួនច្បារ លោកប៉ាឈប់ធ្វើបាបអ្នកម៉ាក់ទៀតទៅប៉ុន្តែលោកប៉ាចង់សងសឹកអ្នកម៉ាក់ហើយក៏លោកប៉ាដំឡើងដំណើរឲ្យនឹងប្រាក់ខែអាម៉ាក់ ប៉ាដឹងថាម៉ាក់កូនចូលចិត្តនេសាទដំឡើងឋានៈឲ្យនាងជា leader កុំឲ្យនាងទៅប៉ះត្រីទៀតពេល stress មិនឲ្យនាងគេងដែរនេះជាការសងសឹក លោកលីនៅតែមានល្បិចដដែលល្អណាស់លីតុងសំហើយចំណុចគ្មានបេះដូងហើយម្នាក់មាត់រឹងចំណែកម្នាក់ទៀតមិនចេះយល់ការមិនដឹងថាធ្វើយ៉ាងម៉េចទេទៅបង្កើតបានទៅតាមទៅដូចជាខ្ញុំមកមិនដឹងថាពេលនោះមកពីការផ្លែតឬក៏យ៉ាងម៉េចទេតែទៅព្រមរៀបការជាមួយនឹងមនុស្សដូចប៉ារបស់ឯងប៉ុន្តែមិនអីទេចាំម៉ាក់នឹងរកបានចង់ដល់ល្អម្នាក់ឯងចាអ្នកម៉ាក់មុខរបស់ខ្ញុំរមាស់ខ្លាំងណាស់អត់ម៉ាក់មើលទៅមុខរបស់ឯងស្ងួតប្រហែលជារសារតែអាកាសធាតុប្រែប្រួលមុខរបស់ឯងរបស់អស់ហើយចាំអានំទៅមន្ទីរពេទ្យចាំនៅទីនេះហើយលោកមកធ្វើអីទៅ ខ្ញុំយកក្រែមថែរក្សាស្បែកឲ្យនាងកាលពីមុនរដូវស្លឹកឈើជ្រុះនិងរដូវរងាស្បែករបស់កូនស្ងួតខ្លាំងទើបខ្ញុំរៀបចំមុន លោកនៅចាំដែរ ខ្ញុំប្រកាសជាចាំបានហេតុអីក៏នៅញ៉ាំវាទៀតខ្ញុំបានឈឺក្រពះនៅថ្ងៃទី10ខែមុននឹងភ្លេចហើយមែនទេកុំញ៉ាំអីចាំខ្ញុំទៅធ្វើម្ហូបឲ្យញ៉ាំ អ្នកម៉ែតាមពិតលោកប៉ានៅតែមានពួកយើងនៅក្នុងចិត្តរបស់គាត់មើលទៅល្អនេះប្រហែលជាស្ដាយក្រែបន្តិចហើយនាងធ្វើអីហ្នឹងខ្ញុំនឹងបង្រៀនមេរៀនមួយដល់នាងចំនួនលោកប្រធានលោកប៉ាបញ្ញាប់ឡើងប្រព័ន្ធរបស់លោកប៉ាត្រូវគេធ្វើបាបហើយស្រមៃចង់រៀបការជាមួយនឹងលោកប្រធានម្ដងទៀតមែនទេបើអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើឲ្យនាងភ្ញាក់ខ្លួន ស៊ីឈី លោកប្រធានលី ឲ្យក្រុមមេធាវីប្តឹងនាងទៅនាងត្រូវតែសងនៅអ្វីដែលនាងបានធ្វើ ជប់សិនលោកប្រធានក្រែងលោកប្រធានថាស្អប់ចង់សុជីខ្លាំងណាស់មែនទេតែនាងមិនបើកភ្នែកមើលទេលោកប៉ាស្រឡាញ់អ្នកម៉ាក់របស់ខ្ញុំខ្លាំងជាងគេដូច្នេះនាងមិនអាចប៉ះពាល់មនុស្សដែលប៉ាស្រឡាញ់បានទេ ចាប់នាងទៅ លោកប្រធានខ្ញុំខុសហើយលើកលែងទៅខ្ញុំផងដល់ខ្ញុំចុះទៅយើងលាគ្នាហើយ ដឹងទេវាជាការសម្រេចចិត្តដែលខ្ញុំសោកស្ដាយបំផុតនៅក្នុងជីវិតវាគ្រាន់តែជាការលេងលះខ្ញុំសម្រេចចិត្តថានឹងធ្វើដំណើរជាមួយនាងអស់មួយជីវិតខ្ញុំនឹងនាំនាងទៅដើរលេងទៅមើលសត្វតោនៅអាហ្វ្រិក ចុះការងាររបស់លោក ទោះជាយ៉ាងណាក៏ដោយលុយដែលបងរកបានយើងចាយមួយជីវិតក៏មិនអស់ដែរបងនឹងចូលនិវត្តន៍ឥឡូវនេះប្រពន្ធសម្លាញ់យើងរៀបការម្ដងទៀតទៅកូនតូចរបស់យើងនឹងមានគ្រួសារពេញលេញ តើលោកកំពុងតែធ្វើអីហ្នឹង